ៀនកាលពីព្រេងនាយមានបរិសម្នាក់ឈ្មោះគង់មានប្រពន្ធ2នាក់មួយឈ្មោះនាងអាំមួយឈ្មោះនាងគុំអូនអាំអូនគុំរៀបចំអីវ៉ាន់ទូចរាល់ហើយឬនៅដំណើរយើងឆ្ងាយណាស់ណាយល់ព្រមបងថ្ងៃមួយគង់នាំប្រពន្ធទាំង2នាក់ទៅសួរសុខទុក្ខបងប្អូនអូនអាំអូនគុំរៀបចំអីវ៉ាន់រួចរាល់ហើយឬនៅដំណើរយើងឆ្ងាយណាស់ណាតាមផ្លូវទៅស្រុកនោះពួកគេត្រូវឆ្លងកាត់ព្រៃធំមួយព្រៃនោះល្បីថាមានខ្លាសាហាវតែងតែចេញខាំមនុស្សនិងសត្វដទៃលុះដើរទៅដល់កណ្ដាលព្រៃស្រាប់តែមានខ្លាធំមួយស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយមកជួយផងខ្លាទៅគង់ភ័យញ័រដៃញ័រជើងរត់ចូលពួនក្នុងរូងឈើរហូតដល់រាកនោមចំណែកនាងអាំនិងនាងគុំបានខំព្រួតគ្នាវាយខ្លានោះយ៉ាងក្លាហានខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀតប្រុសអីកំសាកញីដូចឈ្នះណែមិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុសទេទើបហ៊ានវាយខ្លាទាល់តែស្លាប់អ្នកគង់ក៏បោចវលេចចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុកអ្នកស្រុកឃើញក៏បបួលគ្នាមកមើលពេញហើយសួរនាំអ្នកគង់អ្នកឯងធ្វើដូចម្ដេចបានជាចាប់បានខ្លាគង់ក៏អួតប្រាប់អ្នកស្រុកនឹងធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលអ្នកស្រុកក៏កោតខ្លាចហើយឲ្យឈ្មោះគាត់ថាគង់អៀនរឿងល្បីឈ្មោះគង់ហ៊ានជាអ្នកខ្លាំងពូកែចេះគុណវាយខ្លាស្លាប់បានជ្រាបទៅដល់ព្រះមហាក្សត្រទ្រង់ក៏ឲ្យយកគង់ហ៊ានទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្រគាមល្អណាស់បរិះនេះពិតជាក្លាហានមែនចូលនាំគេមកបម្រើក្នុងរាជវាំងជាសេនាឯករបស់យើងលុះដល់យូរបន្តិចទៅជួនជាមានសឹកសត្រូវលើកមកច្បាំងយកនគរស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានភ័យណាស់ដេកអត់បាយម្ដេចបានជាអ្នកដេកអត់បាយដូច្នេះតើមានរឿងអ្វីអូយស្ដេចទ្រង់ប្រើឲ្យទៅច្បាំងសឹកឥឡូវនេះហើយបងខ្លាចសឹកនោះណាស់មិនដឹងគិតយ៉ាងម៉េចទេកុំភ័យអីយើងនៅទីនេះខំកុំខ្លាចយើងនៅទីនេះទេខ្ញុំមិនអាចធ្វើបានទេខ្ញុំនឹងស្លាប់អ្នកកំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆៃអតងូតទឹកឲ្យសបាយខ្លួនចុះដល់វេលាល្អគង់ហ៊ានក៏ក្រាបលាស្ដេចទៅច្បាំងដោយនាំប្រពន្ធទាំងពីរទៅជាមួយផងគង់ហ៊ានជិះខាងក្បាលដំរីប្រពន្ធជិះខាងក្រោយលុះទៅចិត្តខ្មាំងសត្រូវគង់ហ៊ានភ័យញ័រដៃញ័រជើងឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលបុកទាហានទាំងអស់ក្រោយពីខ្មាំងរត់អស់គង់ហ៊ានក៏ធ្វើជាអួតគេអងក្អាងពួកនាម៉ឺនឃើញគង់ហ៊ានលិចលាមកដាក់ក្បាលដំរីស្អុយពីពេញក៏សួរដោយឆ្ងល់លោកមេទ័ពថ្មីម្ដេចក៏លិចលាមកដូចនេះគង់ហ៊ានឯងពូកែណាស់ឥឡូវមានក្រពើសាហាវក្នុងទន្លេឯងចូលទៅចាប់វាឲ្យយើងបងគិតថាមិនរួចខ្លួនទេមានតែទៅលោតទឹកឲ្យក្រពើវាខំស្លាប់តែម្ដងទៅលុះទៅដល់កំពង់ទឹកបានឃើញក្រពើហែលមកប្របច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដុះចិត្តគ្នាមានប្រគៀបគាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឲ្យក្រពើវាខំស្លាប់ទៅទេប៉ុន្តែក្រពើវាលឺសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ប្រឹងលោតឡើងជាប់ពាក់កណ្ដាលខ្លួនរុលទៅមុខក៏មិនរួចថយមកក្រោយក៏មិនរួចគង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើចាក់វាទៅក្មួយនេះជាស្នៀតពិសេសរបស់អ៊ំគង់ហ៊ានឃើញក្រពើស្លាប់យ៉ាងដូចនោះក៏រឹតតែអួតកៃអងក្អាងខ្លាំងឡើងទៀតហើយចូលទៅក្រាបទូលស្ដេចថាខ្លួនចាប់ក្រពើចោលឡើងមកលើគោក